ខ្ញុំមិនចង់ត្រឡប់ទៅរុស្ស៊ីវិញទេខ្ញុំចង់រស់នៅទីនេះនៅក្នុងប្រទេសកម្ពុជាសំឡេងនោះបានបន្លឺឡើងពេញសារនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Phoenix បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរដែលកំពុងដើរឆ្លងកាត់តើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាក្មេងស្រីវ័យជំទង់ដែលកើតមកក្នុងត្រកូលអភិជនជាក្រុមចំណូលថ្មីលំដាប់កំពូលមួយនៃប្រទេសរុស្ស៊ីដែលធ្លាប់តែរស់នៅលើគំនរមាសប្រាក់បែរជាមកឈរយំសោកបោកខ្លួនអបអរសាអាកាសយានដ្ឋានយ៉ាងណែនហើយបដិសេធមិនព្រមឡើងយន្តហោះត្រឡប់ទៅមាតុភូមិវិញបែបនេះនេះមិនមែនជារឿងធម្មតាទេវាជាព្រឹត្តិការណ៍ដ៏តក់ស្លុតមួយដែលបានរីករាលដាលរហូតធ្វើឲ្យក្រសួងអប់រំនៅទីក្រុងម៉ូស្គូត្រូវបើកការស៊ើបអង្កេតជាបន្ទាន់សូម្បីតែទីក្រុងប៉ារីសឬទីក្រុងឡុងដស៊ីវិល័យក៏មិនអាចធ្វើឲ្យបេះដូងរបស់ពួកគេរំជើបរំជួលបានដែរប៉ុន្តែគ្រាន់តែរយៈពេល48ម៉ោងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេទាំងស្រុងអ្វីដែលបានឆក់យកបេះដូងរបស់ពួកគេមិនមែនជារមណីយដ្ឋានប្រណិតឬបច្ចេកវិទ្យាទំនើបកម្រិតពិភពលោកនោះទេប៉ុន្តែវាគឺជាក្អភូតហេតុនៃជីវិតប្រចាំថ្ងៃតែប្រជាជនខ្មែរយើងចាត់ទុកជារឿងធម្មតាប៉ុន្តែសម្រាប់ពួកគេវាគឺជាឋានសួគ៌សូមរៀបចំកន្សែងជូតទឹកភ្នែកហើយស្ដាប់រឿងរ៉ាវដ៏រន្ធត់និងរំភើបចិត្តនេះខ្ញុំឈ្មោះសូហ្វីយ៉ាអាយុ18ឆ្នាំជាសិស្សនៃវិទ្យាល័យអន្តរជាតិជាន់ខ្ពស់នៅទីក្រុងម៉ូស្គូសាលារបស់យើងគឺជាសាលាដែលប្រមូលផ្ដុំទៅដោយកូនចៅមហាសេដ្ឋីកូនអ្នកនយោបាយកម្ពុជានិងកូនអ្នកជំនួញប្រេងកាតរបស់រុស្ស៊ីឪពុករបស់ខ្ញុំគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលដ៏ធំមួយចំណែកម្ដាយរបស់ខ្ញុំគឺជាមេធាវីអន្តរជាតិតាំងពីតូចមកខ្ញុំធ្លាប់បានទៅលេងប្រទេសស្ទើរតែទាំងអស់នៅអឺរ៉ុបប៉ារីសរ៉ូមបេឡាំងសម្រាប់ខ្ញុំកន្លែងទាំងនោះគឺដែលអាគារចាស់តម្លៃទំនិញថ្លៃកប់ពកនិងមនុស្សដែលមានទឹកមុខត្រជាក់ស្រពើពួកគេមិនសូវញឹមដាក់គ្នាទេប៉ុន្តែនៅក្នុងចម្រៅចិត្តរបស់ខ្ញុំមានកន្លែងមួយដែលខ្ញុំតែងតែស្រមៃចង់ទៅនោះគឺកម្ពុជានិយាយតាមត្រង់ខ្ញុំបានលួចលង់ស្រឡាញ់វប្បធម៌ខ្មែរដោយស្ងាត់នៅពេលយប់ខ្ញុំតែងតែពាក់កាសហើយស្ដាប់បទចម្រៀងខ្មែរពីសម័យដើមរបស់លោកស៊ីនស៊ីសាមុតឬបទចម្រៀងរ៉េបសម័យថ្មីរបស់វណ្ណដាខ្ញុំមើលរឿងភាគខ្មែរដែលមានអក្សររត់ពីក្រោមហើយព្យាយាមរៀនពាក្យខ្មែរមួយដោយខ្លួនឯងប៉ុន្តែឪពុកម្ដាយរបស់ខ្ញុំគិតផ្សេងកម្ពុជាសូហ្វីយ៉ាកូនដឹងទេថាវាជាប្រទេសបែបណាឪពុកខ្ញុំសួរដោយចង់ចិញ្ចើមគឺវាគ្រាន់តែជាប្រទេសកំពុងអភិវឌ្ឍដែលមានតែព្រៃនិងប្រាសាទចាស់ប៉ុណ្ណោះតើកូនទៅធ្វើអ្វីនៅទីនោះទៅអឺរ៉ុបឬអាមេរិកមិនល្អជាងឬខ្ញុំមិនបានទៅទេប៉ុន្តែខ្ញុំមិនបោះបង់ឡើយនៅពេលសាលាឲ្យបោះឆ្នោតជ្រើសរើសទីតាំងសម្រាប់ដំណើរកម្សាន្តចុងឆ្នាំខ្ញុំបានសរសេរឈ្មោះកម្ពុជាដោយមិនស្ទាក់ស្ទើរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមិត្តភ័ក្តិរបស់ខ្ញុំជាងពាក់កណ្ដាលក៏បានជ្រើសរើសកម្ពុជាដែរនេះបញ្ជាក់ថាវប្បធម៌អាស៊ីអាគ្នេយ៍បានចាប់ផ្ដើមជ្រៀតចូលក្នុងស្រទាប់យុវវ័យរុស្ស៊ីយ៉ាងខ្លាំងជាពិសេសគឺចំណាប់អារម្មណ៍លើប្រាសាទអង្គរវត្តនិងម្ហូបអាហារទីបំផុតសាលាបានសម្រេចចិត្តគោលដៅរបស់យើងគឺទីក្រុងភ្នំពេញនៅយប់មុនពេលចេញដំណើរខ្ញុំរំភើបចិត្តរហូតដេកមិនលក់ម៉ាក់បាននិយាយពេលជូនខ្ញុំទៅប្រលានយន្តហោះថាកុំរំពឹងខ្ពស់ពេកណាកូនស្រីវាមិនដូចអឺរ៉ុបទេម៉ាក់ថាទីនោះក្តៅណាស់ហើយប្រហែលជាមិនសូវមានអនាម័យទេខ្ញុំគ្រាន់តែញក់ក្បាលប៉ុន្តែក្នុងចិត្តខ្ញុំគិតថាម៉ាក់មិនស្គាល់កម្ពុជាច្បាស់ទេអ្នកដឹកនាំក្រុមរបស់យើងគឺអ្នកគ្រូអេលេណាពេត្រូវណាគាត់ជាគ្រូបង្រៀនដែលមានបទពិសោធន៍30ឆ្នាំគាត់តឹងរឹងណាស់ប៉ុន្តែគាត់ស្រឡាញ់សិស្សជាស្ដាប់ណាអ្នកទាំងអស់គ្នាយើងតំណាងឲ្យប្រទេសរុស្ស៊ីត្រូវរក្សាសីលធម៌កម្ពុជាជាប្រទេសដែលមានវប្បធម៌ថ្លៃថ្នូរយើងត្រូវតែគោរពអ្នកគ្រូផ្ដាំបន្ទាប់ពីការហោះហើរដ៏វែងឆ្ងាយទីបំផុតកង់យន្តហោះបានប៉ះនឹងផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញម៉ោង11:20យប់ពេលទ្វារយន្តហោះបើកចំហាយក្តៅនៃតំបន់ត្រូពិកបានបក់មកប៉ះមុខខ្ញុំវាជាក្លិននៃដីក្លិននៃដើមឈើនិងក្លិនក្រអូបស្រាលនៃផ្ការំដួលដែលគេដាំលម្អនៅតាមផ្លូវនៅពេលពួកយើងដើរចូលទៅក្នុងស្ថានីយ៍អ្នកដំណើរខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺអ្នកគ្រូនេះពិតជាអាកាសយានដ្ឋាននៅកម្ពុជាមែនទេមិត្តរបស់ខ្ញុំម្នាក់លាន់មាត់អ្វីដែលនៅចំពោះមុខយើងមិនមែនជាអគារចាស់កម្រិតទាបដូចដែលម៉ាក់ខ្ញុំបាននិយាយទេវាជាអគារដែលមានដំបូលរចនាបថខ្មែរដ៏ស្រស់ស្អាតលីលំជាមួយកញ្ចក់ថ្លាទំនើបឥដ្ឋការ៉ូភ្លឺរលោងដូចកញ្ចក់ឆ្លុះបញ្ចាំងពន្លឺភ្លើងយ៉ាងត្រចះត្រចង់នៅទីក្រុងម៉ូស្គូប្រលានយន្តហោះពេលយប់ជ្រៅបែបនេះតែងតែស្ងាត់ជ្រងហាងនានាបិទទ្វារហើយបុគ្គលិកមានមុខមាំប៉ុន្តែនៅទីនេះខុសគ្នាទាំងស្រុងនៅគ្រប់បញ្ចូលព័ត៌មានបុគ្គលិកឈរញឹមរង់ចាំទទួលអ្នកបោះសម្អាតកំពុងធ្វើការយ៉ាងសកម្មហើយនៅពេលពួកគេឃើញពួកយើងដើរកាត់ពួកគេបានលើកដៃសំពះនិងញឹមដាក់ពួកយើងយ៉ាងកក់ក្ដៅសួស្ដីសូមស្វាគមន៍មកកាន់កម្ពុជា
បុគ្គលិកម្នាក់និយាយស្នាមញឹមនោះវាជាស្នាមញឹមដែលចេញពីចិត្តមិនមែនជាការបង្ខំនៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍យើងកាន់តែភ្ញាក់ផ្អើលអ្វីត្បិតតែពួកយើងជាក្រុមសិស្សបរទេសមួយក្រុមធំប៉ុន្តែមន្ត្រីប៉ូលីសបានរៀបចំជួរឲ្យពួកយើងយ៉ាងរហ័សអ្វីដែលមិនគួរឲ្យជឿគឺមានមន្ត្រីម្នាក់និយាយភាសារុស្ស៊ីដាក់ពួកយើងសូមអញ្ជើញមកតាមផ្លូវនេះសូមស្វាគមន៍ប្អូនគាត់និយាយជាភាសារុស្ស៊ីយ៉ាងច្បាស់ខ្ញុំនិងមិត្តភ័ក្តិមើលមុខគ្នាដោយញឿនឆ្ងល់នៅអឺរ៉ុបពួកយើងតែងតែត្រូវបានគេរើសអើងឬធ្វើមិនដឹងមិននឿនៅពេលនិយាយភាសារបស់យើងប៉ុន្តែនៅទីនេះពួកគេបានរៀបចំអ្វីគ្រប់យ៉ាងដើម្បីសម្រួលដល់យើងបន្ទាប់ពីយកវ៉ាលីសចេញមកខ្ញុំបានទាញទូរស័ព្ទមកភ្ជាប់អ៊ីនធឺណិតល្បឿនអ៊ីនធឺណិត 4.5 នៅទីនេះលឿនដូចព្យុះខ្ញុំបានផ្ញើសារទៅប៉ាភ្លាមកប៉ាជួយស្រាវជ្រាវពីសាកលវិទ្យាល័យនៅភ្នំពេញឲ្យខ្ញុំបន្តិចទីនេះពិតជាអស្ចារ្យណាស់ខ្ញុំទើបតែមកដល់3នាទីតែខ្ញុំលងស្នេហ៍កន្លែងនេះបាត់ទៅហើយគ្រាន់តែផ្ញើសារចប់ខ្ញុំភ្ញាក់ខ្លួនព្រឺតខ្ញុំកំពុងគិតអ្វីហ្នឹងខ្ញុំទើបតែមកដល់ប៉ុន្តែអារម្មណ៍នេះគឺពិតប្រាកដណាស់ប្រទេសនេះមានថាមពលមួយដែលខ្ញុំមិនធ្លាប់ជួបពួកយើងបានឡើងជិះឡានក្រុងវេបឆ្ពោះទៅកាន់សន្តាគារឡានក្រុងបលឺមហាវិថីសហព័ន្ធរុស្ស៊ីខ្ញុំសម្លឹងមើលទៅក្រៅបង្អួចមិនដាក់ភ្នែកអ្វីត្បិតតែជាពេលយប់ប៉ុន្តែទីក្រុងភ្នំពេញនៅតែមានពន្លឺភ្លើងប្រងព្រាតអគារខ្ពស់ដូចជា Vatanek Capital និង Osik Tower បញ្ចេញពន្លឺចម្រុះពណ៌កាត់ផ្ទៃមេឃងឹតមើលទៅដូចជាទីក្រុងក្នុងពេលអនាគតមើលណានោះជាហាងអ្វីមិត្តម្នាក់ចង្អុលទៅហាងមួយដែលមានភ្លើងភ្លឺចិញ្ចាចនោះគឺ7-Eleven និង Circle K ខ្ញុំឆ្លើយវាមាននៅគ្រប់ជ្រុងផ្លូវនៅម៉ូស្គូហាងភាគច្រើនបិទនៅម៉ោង10យប់ប៉ុន្តែនៅភ្នំពេញជីវិតហាក់ដូចជាមិនដែលដេកលក់ទេមនុស្សម្នានៅតែចេញចូលហាងទំនិញទាំងនេះយ៉ាងសកម្មប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតមិនមែនជាអគារខ្ពស់ទេតែគឺជាកសេរីភាពនៅពេលយប់ខ្ញុំឃើញនារីវ័យក្មេងជិះម៉ូតូស្គូទ័រតែម្នាក់ឯងនៅតាមដងផ្លូវដោយមិនមានអារម្មណ៍ភ័យខ្លាចខ្លះទៀតកំពុងដើរលេងតាមមាត់ទន្លេដោយដៃកាន់តែគុជនិងនិយាយទូរស័ព្ទយ៉ាងសប្បាយរីករាយគឺអ្នកគ្រូអេលីណាពួកគេមិនខ្លាចទេនេះម៉ោង1យប់ហើយណាខ្ញុំសួរអ្នកគ្រូដោយក្តីបារម្ភអ្នកគ្រូអេលីណាក៏មានការភ្ញាក់ផ្អើលដែរគាត់បានសួរទៅអ្នកបើកបរឡានក្រុងជាភាសាអង់គ្លេសពួកអ្នកបើកបរងាកមកញឹមហើយឆ្លើយថាអូកុំបារម្ភអីភ្នំពេញឥឡូវនេះសុវត្ថិភាពណាស់មានកាមេរ៉ាសុវត្ថិភាពហើយប្រជាជនយើងជួយមើលគ្នាអ្នកអាចដើររកអីញ៉ាំបាន24ម៉ោងដោយមិនបាច់ភ័យទេខ្ញុំស្ទើរតែមិនជឿទៅជាខ្លួនឯងនៅម៉ូស្គូការដែលនារីម្នាក់ដើរចេញក្រៅផ្ទះក្រោយម៉ោង10យប់គឺជាការប្រថុយគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំមិនដែលហ៊ានចេញក្រៅម្នាក់ឯងទេនៅពេលយប់ប៉ុន្តែនៅទីនេះសេរីភាពហាក់ដូចជាមាននៅគ្រប់ទីកន្លែងឡានក្រុងបានមកដល់សន្តាគារនៅកណ្ដាលក្រុងជិតតំបន់មាត់ទន្លេពេលចុះពីឡានសំឡេងនៃទីក្រុងភ្នំពេញបានស្វាគមន៍យើងសំឡេងកង់3ឆាក់បន្លឺឡើងពីចម្ងាយសំឡេងតន្ត្រីតិចចេញពីហាងកាហ្វេដែលបើក24ម៉ោងនិងខ្យល់ត្រជាក់បក់មកពីទន្លេមេគង្គបុគ្គលិកសន្តាគារបានចេញមកទទួលពួកយើងពួកគេលើកដៃសំពះយ៉ាងស្រស់ស្អាតជម្រាបសួរសូមស្វាគមន៍មកកាន់សន្តាគាររបស់យើងពួកគេបានលើកវ៉ាលីសឲ្យពួកយើងដោយមិនឲ្យពួកយើងប៉ះដៃសូម្បីតែបន្តិចនៅពេលចូលដល់ក្នុងបន្ទប់ខ្ញុំបានបើកវាំងមើលទៅក្រៅទេសភាពទីក្រុងភ្នំពេញនៅពេលរាត្រីពិតជាស្រស់ស្អាតលើសពីការរំពឹងទុកពន្លឺភ្លើងពីស្ពានជ្រោយចង្វានិងទូកនេសាទតូចនៅលើទន្លេបង្កើតបានជាផ្ទាំងគំនូរដ៏មានជីវិតយប់នោះខ្ញុំដេកមិនលក់ទេមិនមែនព្រោះតែប្លែកកន្លែងប៉ុន្តែព្រោះតែបេះដូងខ្ញុំកំពុងលោតញាប់រូបភាពដែលខ្ញុំធ្លាប់គិតអំពីកម្ពុជាថាជាប្រទេសក្រីក្រនិងគួរឲ្យខ្លាចត្រូវបានបំផ្លាញចោលទាំងស្រុងត្រឹមតែរយៈពេល2ម៉ោងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាប្រហែលជាកន្លែងនេះហើយដែលខ្ញុំតាមរកព្រឹកម៉ោង6:00ដោយសារការលើឆ្មោងខ្ញុំភ្ញាក់ពីព្រលឹមខ្ញុំដើរចេញទៅច្រកកបៀងក៏ឃើញមិត្តភ័ក្តិ6នាក់ទៀតកំពុងឈរនៅទីនោះដែរគឺសូហ្វីយ៉ាឯងក៏ឃ្លានដែរមែនទេមិត្តម្នាក់សួរឌីមែនហើយតែម៉ោងនេះមានហាងណាបើកខ្ញុំតបយើងទៅគោះទ្វារបន្ទប់អ្នកគ្រូអេលីណាអ្នកគ្រូបានទូរស័ព្ទទៅសួរនៅបញ្ជរខាងក្រោមមួយសន្ទុះក្រោយមកមុខអ្នកគ្រូក៏រីកញឹមក៏ដំណឹងល្អគេប្រាប់ថានៅខាងក្រោយសន្តាគារនេះមានតូបលក់អាហារពេលព្រឹកដ៏ល្បីហើយបើកតាំងពីម៉ោង5ព្រឹកម្លេះពួកយើងចុះទៅខាងក្រោមពេលដើរចេញពីសន្តាគារទីក្រុងភ្នំពេញកំពុងភ្ញាក់ពីដំណេកមេឃពណ៌ខៀវស្រងាត់គ្មានពកសំឡេងម៉ូតូរបស់ប្រជាជនដែលចេញទៅធ្វើការនិងទៅផ្សារចាប់ផ្ដើមអ៊ូអរយើងដើរទៅតាមក្លិនឈ្ងុយនៃការអាំងសាច់វាជាតូបអាហារតាមចិញ្ចើមផ្លូវតូចមួយប៉ុន្តែមានមនុស្សអង្គុយពេញមានទាំងពូម៉ូតូឌុបសិស្សសាលានិងបុគ្គលិកក្រុមហ៊ុនដែលពាក់អាវតើនេះជាអ្វី
ខ្ញុំសួរដោយចង់ដឹងស្ត្រីចំណាស់ម្នាក់ដែលជាម្ចាស់តូបញឹមដាក់ពួកយើងហើយនិយាយជាភាសាអង់គ្លេសមួយថា This is bay sach trap នេះគឺបាយសាច់ជ្រូក very famous in Cambodia ពួកយើងក៏មងម្នាក់មួយចានពេលអាហារមកដល់ខ្ញុំបើកភ្នែកធំបាយស្គ្របស្អាតសាច់ជ្រូកអាំងជាប់ខ្លាញ់តិចដែលហាន់ជាបន្ទះស្ដើងមានពងទាចៀននិងទឹកត្រីកោះកុងពណ៌ក្រហមឆ្អៅព្រមទាំងមានទឹកស៊ុបមួយចានតូចនិងតែទឹកកកមួយកែវខ្ញុំដួសមួយម៉ាត់ដាក់ចូលមាត់ព្រះជាម្ចាស់ឲ្យខ្ញុំលាន់មាត់រសជាតិផ្អែមប្រៃនៃសាច់ជ្រូកដែលអាំងលើធ្យូងលាយជាមួយភាពទន់នៃបាយវាឆ្ងាញ់ជាងអាហារនៅក្នុងភោជនីយដ្ឋានប្រណិតនៅម៉ូស្គូទៅទៀតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតគឺតម្លៃគឺទាំងអស់នេះតម្លៃប៉ុន្មានអ្នកគ្រូសួរគឺមួយចាន 5,000 រៀលប្រហែល $1.25 ដុល្លារមីងម្ចាស់ហាងប្រាប់ពួកយើងគៀងនៅម៉ូស្គូអាហារពេលព្រឹកបែបនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយ$10ដែរម្ហូបឆ្ងាញ់តម្លៃថោកហើយអ្នកលក់រស់រាយរាក់ទាក់មីងម្ចាស់ហាងឃើញពួកយើងចូលចិត្តគាត់ថែមស៊ុបឲ្យពួកយើងដោយមិនគិតលុយទៀតផងទឹកចិត្តសប្បុរសធម៌របស់គាត់ធ្វើឲ្យខ្ញុំនឹកឃើញដល់យាយរបស់ខ្ញុំបន្ទាប់ពីញ៉ាំរួចយើងបានដើរចូលទៅក្នុង Cusmar Minimart ម៉ាត់ក្នុងស្រុកមួយដើម្បីទិញទឹកចូលទៅដល់ខាងក្នុងម៉ាស៊ីនត្រជាក់បកមកត្រជាក់ស្រួលទំនិញរាប់រយមុខតម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់ខ្ញុំឃើញមនុស្សចូលមកបង់ថ្លៃទឹកភ្លើងនិងផ្ញើលុយតាមរយៈភ្នាក់ងារដែលមាននៅក្នុងម៉ាតនោះក៏មើលនៅគេប្រើខុដគ្រប់គ្នាបិទខ្ញុំចង្អុលសំបីតែអ្នកទិញបន្លែនៅមុខម៉ាតក៏លើកទូរស័ព្ទ scan card ដើម្បីបង់លុយដែរនៅរុស្ស៊ីយើងគិតថាយើងជឿនលឿនប៉ុន្តែប្រព័ន្ធទូទាត់ប្រាក់នៅទីនេះហាក់ដូចជាសាមញ្ញនិងទំនើបជាងនៅអឺរ៉ុបទៅទៀតមិនបាច់កាន់លុយសុទ្ធក៏រស់បានដែរនៅភ្នំពេញម៉ោង 9 ព្រឹកដំណើរកម្សាន្តពិតប្រាកដបានចាប់ផ្ដើមជំនួសឲ្យការជិះឡានក្រុងធំអ្នកគ្រូបានហៅឆឹកកង់3ឥណ្ឌាតាមរយៈ app Paisap Grab ឲ្យពួកយើងជិះជាក្រុមគីឡូណាស់ពួកយើងស្រែកហូរពេលឡើងជិះខ្យល់បក់ប៉ះមុខពេលកង់3បរតាមមាត់ទន្លេគោលដៅដំបូងគឺសួនច្បារវត្តទុំនៅទីនេះខ្ញុំបានឃើញទិដ្ឋភាពដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកមនុស្សចាស់ជាច្រើនកំពុងហាត់ប្រាណតៃជីនិងរាំតាមចង្វាក់ភ្លេងឧបករណ៍ហាត់ប្រាណសាធារណៈត្រូវបានដំឡើងនៅគ្រប់កន្លែងហើយអ្នកណាក៏អាចលេងបានដោយឥតគិតថ្លៃខ្ញុំបានដើរទៅជិតលោកយាយម្នាក់ដែលកំពុងរាំយ៉ាងសប្បាយគឺលោកយាយមកទីនេះរាល់ថ្ងៃមែនទេលោកយាយមិនចេះភាសាអង់គ្លេសទេតែគាត់ងក់ក្បាលហើយញឹមរួចហុចស្ករគ្រាប់អំពិលឲ្យខ្ញុំមួយគ្រាប់ស្នាមញឹមរបស់គាត់ពោពេញដោយក្តីសុខនៅរុស្ស៊ីមនុស្សចាស់ជាច្រើនរស់នៅយ៉ាងឯកោក្នុងរដូវរងាដ៏ត្រជាក់ប៉ុន្តែនៅទីនេះលោកយាយលោកដែលរស់នៅក្រោមពន្លឺថ្ងៃហាត់ប្រាណនិងមានសហគមន៍ដ៏កក់ក្ដៅនេះហើយគឺជាប្រទេសអភិវឌ្ឍន៍ដ៏ពិតប្រាកដសម្រាប់ខ្ញុំគឺប្រទេសដែលមើលថែពលរដ្ឋចាស់ជរារបស់ខ្លួនឲ្យមានក្តីសុខនៅពេលរសៀលអ្នកគ្រូបាននាំពួកយើងទៅកាន់បណ្ណាគារមួយដែលបញ្ចូលគ្នាជាមួយហាងកាហ្វេដ៏ធំមួយប្រហែលជា Brown Coffee សាខាធំឬបណ្ណាគារ Monument Books ចូលទៅដល់ខាងក្នុងខ្ញុំឃើញយុវជនខ្មែររាប់សិបនាក់កំពុងអង្គុយអានសៀវភៅនិងធ្វើកិច្ចការសាលាខ្លះកំពុងពិភាក្សាគ្នាអំពីជំនួញខ្លះទៀតកំពុងរៀនភាសាបរទេសពួកគេមិនទៅដើរលេងទេបិទខ្ញុំសួរអ្នកគ្រូពន្យល់ថាយុវជនកម្ពុជាឥឡូវនេះស្រេកឃ្លានចំណេះដឹងណាស់ពួកគេខិតខំរៀនសូត្រដើម្បីអភិវឌ្ឍប្រទេសរបស់ពួកគេមិនខ្ជះខ្ជាយពេលវេលាទេមើលចុះហាងកាហ្វេមិនមែនគ្រាន់តែជាកន្លែងជែកលេងទេតែជាកន្លែងសិក្សាខ្ញុំដើរទៅផ្នែកសៀវភៅភាសាខ្មែរអក្សរខ្មែរដែលមានក្បាច់ក្បូររស់រវើកធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងខ្ញុំបានទិញសៀវភៅលំហាត់សរសេរអក្សរខ្មែរមួយក្បាលខ្ញុំបានប្តេជ្ញាចិត្តនៅពេលនោះថាខ្ញុំត្រូវតែរៀនភាសានេះឲ្យចេះនៅពេលល្ងាចយើងបានទៅតំបន់កោះពេជ្រនិងផ្សាររាត្រីតំបន់នេះពោពេញដោយថាមពលយុវវ័យមានការប្រគំតន្ត្រីតាមផ្លូវក្រុមរាំ cover dance និងស្តង់លក់របស់របរច្នៃប្រឌិត handmade ខ្ញុំបានឈប់នៅស្តង់មួយដែលលក់ក្រមាខ្មែរច្នៃជាអាវដ៏ទាន់សម័យគឺបងស្រីស្អាតណាស់ខ្ញុំនិយាយជាភាសាអង់គ្លេសបងស្រីអ្នកលក់ញឹមហើយពន្យល់អំពីអត្ថន័យនៃក្រមាខ្មែរខ្ញុំបានទិញវាជាច្រើនសម្រាប់ធ្វើជាកាដូបន្ទាប់មកខ្ញុំបានសុំឲ្យសិល្បករតាមផ្លូវម្នាក់សរសេរឈ្មោះខ្ញុំជាអក្សរខ្មែរគាត់សរសេរថា The Sophia អក្សរនោះស្អាតដូចរូបគំនូរខ្ញុំកាន់ក្រដាសនោះជាប់នឹងទ្រូងថ្ងៃចុងក្រោយបានមកដល់ម៉ោង 1 រសៀលយើងត្រូវត្រៀមខ្លួនទៅប្រលានយន្តហោះខ្ញុំអង្គុយនៅលើគ្រែក្នុងសន្តាគារសម្លឹងមើលទន្លេមេគង្គជាលើកចុងក្រោយក្នុងចិត្តខ្ញុំធ្ងន់ដូចមានធ្មត់សង្កត់ខ្ញុំមិនចង់ទៅទេខ្ញុំមិនចង់ត្រឡប់ទៅពិភពដែលមានតែភាពត្រជាក់និងមុខមាំនោះទេខ្ញុំបានសរសេរសម្បត្តិមួយច្បាប់ទុកឲ្យអ្នកគ្រូអេលីណាអ្នកគ្រូជាទីគោរព48ម៉ោងនេះបានផ្លាស់ប្ដូរជីវិតខ្ញុំបានឃើញសង្គមមួយដែលខ្ញុំប្រាថ្នាចង់រស់នៅសុវត្ថិភាពនៅពេលយប់ស្នាមញឹមរបស់មនុស្សចម្លែកនិងក្តីសង្ឃឹមរបស់យុវជនខ្ញុំនឹងទៅរៀននៅរុស្ស៊ីមួយរយៈសិនប៉ុន្តែខ្ញុំសន្យាថា
ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញក្នុងនាមជានិស្សិតសូមអ្នកគ្រូកុំបារម្ភខ្ញុំគ្រាន់តែទៅទិញសៀវភៅភាសាខ្មែរបន្ថែមបន្តិចនៅបណ្ណាគារខាងក្រោមខ្ញុំនឹងត្រឡប់មកវិញមុនម៉ោងចេញដំណើរក៏ខ្ញុំរត់ចុះទៅបណ្ណាគារខ្ញុំទិញសៀវភៅរៀនភាសាខ្មែរជាច្រើនក្បាលពេលដើរចេញមកវិញខ្ញុំឈរមើលដងផ្លូវភ្នំពេញម៉ូតូកង់3ឡានទំនើបនិងអ្នកលក់ដូរតាមផ្លូវវាជាភាពវឹកវរដែលមានសណ្ដាប់ធ្នាប់និងពោរពេញដោយជីវិតនៅពេលខ្ញុំត្រឡប់មកដល់សន្តាគារវិញគ្រប់គ្នាមានការភិតភ័យយីសូហ្វីយ៉ាឯងទៅណាពួកយើងស្មានថាឯងរត់គេចខ្លួនបាត់ហើយមិត្តភ័ក្តិស្រែកសុំទោសខ្ញុំគ្រាន់តែចង់ស្រូបយកបរិយាកាសនៅទីនេះឲ្យអស់ពីចិត្តខ្ញុំនិយាយទាំងទឹកភ្នែករលីងរលោងនៅលើឡានក្រុងទៅកាន់ប្រលានយន្តហោះផឆិនថងគ្មាននរណានិយាយអ្វីទាំងអស់ពួកយើងទាំងអស់គ្នាសម្លឹងមើលទៅក្រៅបង្អួចភ្លើងបំភ្លឺផ្លូវពណ៌លឿងទុំនៃរាជធានីភ្នំពេញកំពុងនិយាយលាពួកយើងពេលយន្តហោះហោះឡើងខ្ញុំឃើញពន្លឺភ្លើងនៃទីក្រុងភ្នំពេញតូចទៅរហូតដល់បាត់ស្រមោលទឹកភ្នែកខ្ញុំហូរចុះមកដោយមិនដឹងខ្លួនមកដល់ទីក្រុងម៉ូស្គូមេឃពណ៌ប្រផេះនិងភាពត្រជាក់នៃព្រិលបានស្វាគមន៍យើងវាខុសគ្នាដាច់ពីមេឃពណ៌ខៀវនៅកម្ពុជាម៉ាក់របស់ខ្ញុំមកទទួលនៅប្រលានកូសូហ្វីយ៉ាកូនស្រីម៉ាក់ស្ទុះមកអបប៉ុន្តែខ្ញុំមានអារម្មណ៍ថាចម្លែកផ្ទះរបស់ខ្ញុំហេតុអ្វីវាមើលទៅអាប់អួរម្លេះនៅក្នុងឡានខ្ញុំចាប់ផ្ដើមនិយាយមិនឈប់ម៉ាក់កម្ពុជាអស្ចារ្យណាស់នៅទីនោះគេប្រើខលខូតគ្រប់កន្លែងស្រីអាចដើរលេងយប់បានដោយសុវត្ថិភាពម្ហូបឆ្ងាញ់ហើយថោកមនុស្សគ្រប់គ្នាញឹមដាក់គ្នាបើម៉ាក់និងប៉ាស្ដាប់ដោយការភ្ញាក់ផ្អើលកូសូហ្វីយ៉ាកូនពិតជាចូលចិត្តទីនោះខ្លាំងមែនទេម៉ាក់សួរចាស់ម៉ាក់ខ្ញុំចង់ទៅរៀននៅទីនោះខ្ញុំចង់ប្រឡងចូលសាកលវិទ្យាល័យភូមិន្ទភ្នំពេញរឹបឬសាកលវិទ្យាល័យអន្តរជាតិណាមួយនៅទីនោះក៏ប៉ារបស់ខ្ញុំដែលធ្លាប់តែមើលងាយអាស៊ីឥឡូវនេះគាត់ស្ងាត់មាត់យប់នោះខ្ញុំបានបង្ហាញវីដេអូដែលខ្ញុំកាត់អំពីគឺ48ម៉ោងនៅកម្ពុជាឲ្យពួកគាត់មើលរូបភាពលោកយាយហាត់ប្រាណនៅសួនច្បាររូបភាពខ្ញុំជិះកង់3និងទិដ្ឋភាពភ្លើងពណ៌នៅមុខព្រះបរមរាជវាំងវាបានធ្វើឲ្យប៉ាម៉ាក់ខ្ញុំស្រក់ទឹកភ្នែកប៉ាសុំទោសដែលធ្លាប់មើលងាយប្រទេសនេះក៏ប៉ានិយាយបើកូនតាំងចិត្តពិតមែនរៀនភាសាខ្មែរឲ្យចេះប៉ានឹងអនុញ្ញាតឲ្យកូនទៅមួយសប្តាហ៍ក្រោយមកវីដេអូរបស់ខ្ញុំបានល្បីពេញបណ្ដាញសង្គមរុស្ស៊ីគឺមិននឹកស្មានថាកម្ពុជាអភិវឌ្ឍដល់កម្រិតនេះខ្ញុំចង់ទៅលេងអង្គរវត្តនិងភ្នំពេញណាស់ម្ដេចរាប់ពាន់បានចូលមកសាលារបស់យើងថែមទាំងទទួលបានលិខិតសរសើរពីក្រសួងអប់រំអំពីការផ្លាស់ប្ដូរទស្សនៈរបស់សិស្សចំពោះអាស៊ីយើងថែមទាំងបង្កើតក្លឹបវប្បធម៌ខ្មែរនៅក្នុងសាលាទៀតផងឥឡូវនេះខ្ញុំកំពុងរៀនភាសាខ្មែរយ៉ាងខ្លាំងក្លាខ្ញុំឈ្មោះសូហ្វីយ៉ាខ្ញុំស្រឡាញ់ប្រទេសកម្ពុជាពី3ខែទៀតខ្ញុំនឹងលែងជាអ្នកទេសចរទៀតហើយខ្ញុំនឹងកាន់សំបុត្រយន្តហោះក្នុងដែនខាងនិងវ៉ាលីសក្នុងដែនខាងឆ្ពោះទៅកាន់អាកាសយានដ្ឋានផឆិនថងម្ដងទៀតតែលើកនេះគឺដើម្បីទៅរស់នៅនិងសាងអនាគតនៅលើទឹកដីនៃស្នាមញញឹមកម្ពុជាសូមរងចាំខ្ញុំផង